សន្យាលោកប្អូនវិលត្រឡប់មកវិញចូលដល់ object មួយដែលយើងត្រូវនិយាយពី edit ជា type របស់ edit mode អញ្ចឹងនៅក្នុង edit mode វាមាន cursor ហ្នឹងនេះអាមួយនេះអញ្ចឹងបើ cursor នឹងនៅកន្លែងណាពេលដែលយើងបង្កើតដុំ cube អា cursor ហ្នឹងអាដុំ cube ហ្នឹង load ទៅតាម cursor ហ្នឹងអញ្ចឹងដើម្បីឲ្យ cursor មកកន្លែងដើមវិញយើងចូលនៅក្នុងពាក្យថានៅក្នុង selection នេះនឹងវាមាន geometry នឹងអត់ទេដូចជានៅក្នុង view បើមិន view selection add លោកប្អូនមើលវាបន្តិចនៅក្នុងនោះវាមានពពួក geometry របស់វាដើម្បីឲ្យវាវិលត្រឡប់មកកន្លែងនេះដូចជា cursor origin នេះអញ្ចឹងទៅនេះវាវិលត្រឡប់មកវិញអញ្ចឹងវានៅក្នុងហ្នឹងអញ្ចឹងខ្ញុំមើលក្នុង selection ទាំងអស់ហ្នឹងទៅលោកប្អូនបញ្ជាក់ជូនជាងលោកប្អូនវិលត្រឡប់មក Victoria ដើមវាវិញហើយយើងចូល edit mode ហើយយើងវិលត្រឡប់មកសិក្សាបន្តទៀត move to នេះវាមានសញ្ញាព្រួញអញ្ចឹងខ្ញុំបងចង់ទាញវាទៅលើទៅក្រោមមើលតាមអាហ្នឹងហើយយើងអាចបើកកន្លែង Z នេះមួយទៀតមកដើម្បីមើលឃើញពីអារបស់យើងខ្សែបន្តហ្នឹងណាហើយបន្ទាប់មក tool rotate ហ្នឹងកន្លែងដែលយើងអាចរង្វិលហើយរង្វិលនៅក្នុងអា Y ពណ៌នេះអានេះគឺអា Z ហើយនេះអា X អញ្ចឹងយើងពង្វិលអញ្ចឹងដូចគ្នាហើយ scale មានន័យថាយើងព្រិចព្រម object ហ្នឹងអាពណ៌សនេះព្រិចទៅស្រូបហើយពណ៌ក្រហមនេះវាព្រិចអញ្ចឹងទៅវា scale អារបស់វាទៅតាមអារបស់វាអញ្ចឹងនេះអាហ្នឹងវាមានការព្រិចព្រមតើបងធ្វើតេស្តខ្លួនឯងមិនដឹងថានឹងវារីកទៅណាអញ្ចឹងហើយបន្ទាប់មកខាងក្រោម transform នេះរបៀបដូច rotate ដែរប៉ុន្តែវារៀងខុសគ្នាមួយចំនួនពេលយើងប្រើទៅមុខទៀតបានយល់មកពិបាកយល់ឡើងហ្នឹងតិចទៅមុខទៀតយើងមានណានេះដូចជាការគូសធម្មតាទេគាត់ណាគូសបញ្យលអីចឹងទៅវាអត់មានអីទេយើងអាច set មកវិញមកវាអត់មានអីតែហ្នឹងហើយកន្លែងនេះដូចជាវាស់ម៉ែត្រហើយនេះគឺដុំជូបហ្នឹងយើង add គូស add ចឹងហើយបន្ទាប់មកអានេះ extrude បង extrude ចឹងពេលយើងប៉ះលើវាទេយើង extrude ដូចថាបើយើងប៉ះនៅលើ X នេះ select លើហ្នឹងយើង extrude X តែបើសិនយើងប៉ះលើ face យើង extrude face កន្លែងហ្នឹងហើយនៅក្នុងនោះវាមាន extrude ច្រើនទៀតបើយើងមកស្ដាំមកយើងឃើញមាន extrude it the viewers surface មកនេះអញ្ចឹង face ហ្នឹងវាផ្សេងទៀតណា extrude ហ្នឹងវាផ្សេងពី extrude ធម្មតាទូទៅទៀតបើ extrude ដើមគេមិនហ្នឹងអាហ្នឹងវាជា extrude យើងវាមានច្រើន extrude មួយទៀតអានេះ extrude ផ្សេងមួយទៀតអាហ្នឹងពេលវាអញ្ចឹងជំរឿថ្មបង្កើតនេះមួយពិបាកបញ្យល់ដែរថ្មសុំធ្វើការដូរមកលុបវាតិចសិនមក select លើវាហើយចុច X ចោលទៅថ្មសុំ add សាមីមួយអាច add ជាមូលជាក៏បានដែរហើយថ្មដាក់សាច់ឲ្យវាមួយមកអញ្ចឹងកាលណាពេលដែលយើងដូរវាជា object mode ទៅកន្លែងហ្នឹងពេលដែលយើងអត់មាន frame មានចេះអញ្ចឹងបើយើង select វាមកជុំចេះអញ្ចឹងបើយើង extrude along នេះហ្នឹងវាចេញចេះប៉ុន្តែបើយើង extrude មកប្រភេទទៀតហ្នឹងវាចេញមកចេះវាអត់ស្រូបទេអញ្ចឹងវាខុសគ្នាអញ្ចឹងហើយខ្ញុំបងអាចមើលតាមហ្នឹងទៅនេះឃើញវាអាមួយចេញមកស្មើអាមួយអត់ស្មើអញ្ចឹងអានេះ insert ហ្នឹងរបៀបដូចបើអ្នករៀន SketchUp គាត់យល់ហ្នឹងរបៀបដូចយើងដូចថាអានេះ face មួយអញ្ចឹងពេលយើង insert ទៅវាចូលដែរអញ្ចឹងវាអត្ថន័យវាអញ្ចឹងបន្ទាប់មកយើងមាន bevel ហ្នឹងដូចរបៀបធម្មតាយើងមាន object ដូចថាថ្មសុំធ្វើការចុចមួយហើយបង្កើតដុំជួបមួយហើយចុចសញ្ញាតកៅទឹកយើងមួយមកដើម្បីឲ្យវាសូទៅ object ជា square ជា shape ជ្រុងនឹងមួយអញ្ចឹងបន្ទាប់មកយើងចុចដើម្បី bevel វាអញ្ចឹងកាលណាយើងឈរលើ X នេះអញ្ចឹងពេលយើង select លើវា Ctrl B ហើយបើយើងចង់ឲ្យវាកោងខ្លាំងអញ្ចឹងយើងបវលកង់ម៉ៅរបស់យើងអញ្ចឹងទៅបើអត់ទេយើងថយក្រោយវិញមកអញ្ចឹងណាមាន bevel វា2 3អញ្ចឹងទៅ
ចឹងមានបន្តទៅទៀតដូចជាលោកខាត់នោះដូចយើងកាត់ចឹងយើងកាត់វាឲ្យវាមានបន្តច្រើនបន្តតិចចឹងទៅហើយអានេះដូចជាកាត់ដែរតែយើងកាត់របៀបដូចគូសពីមួយទៅមួយចឹងបងគូសពីមួយទៅមួយចឹងទៅហើយ enter ទៅអាហ្នឹងវាដាច់អីវាដាច់អីចឹងពេលយើងចង់កែបយើងចង់បន្តទៅទៀតវាមាន tool មកដាច់ដលៃទៀតអានេះដូចយើងចាប់ចង់ផ្សេងហ្នឹងទាញឲ្យគូសទៅតាមយើងនេះចឹងទៅមានច្រើននៅក្នុងហ្នឹងយើងបងអាចស្វែងយល់បន្ថែមទៀតដោយសារលោកបងក៏សាជាអត់ដែរគ្រាន់តែយើងចូលដំបងយើងសិក្សាវាកាត់ចឹងមកពេលយើងអនុវត្តជាក់ស្ដែងយើងចាប់ផ្ដើមគូសរូបរាងអីមួយទៅយើងយល់ពី tool ទាំងអស់ហ្នឹងមកទៀតហើយ